protect the VIP pride ជើងនោះគឺកំពុងតែដើរយឺតមួយចំហៀនក្នុងដំណើរមួយចំហៀននោះដូចជាមានគោលបំណងមួយដែលក្រុងទុកមកចឹងនោះគឺជាសាវ៉ាន់ធ្វើដូចមែនតើ I on it ក្រោមពលឺប្រច័ណ្ឌពណ៌ក្រហមថែមទាំងមានក្អែកជាច្រើនពិធីមង្គលក៏ត្រូវបានធ្វើឡើងក្នុងនាមសាវ៉ាន់គឺជាលោកឪនោះផ្សំគុំគូស្នេហ៍ទាំងពីរនោះឲ្យបានចងភ្ជាប់និស្ស័យជាមួយនឹងគ្នាស្រឡាញ់គ្នារហូតដល់ចាស់ខំខ្នងទីបញ្ចប់នោះក៏កើតឡើងនៅគូស្នេហ៍ទាំងពីរដ៏មានភាពផ្អែមល្ហែមនឹងគ្នា Congratulation បន្ទាប់មកក៏ចូលរួមសោកស្ដាយសម្រាប់អ្នកមើលព្រោះថាវាគ្រាន់តែគឺជាហាត់សមមុននឹងពេលរៀបមង្គលប៉ុណ្ណោះក្នុងនោះគឺជា agent ញៀនទី3នោះគឺពិតជាមុតស្រួចខ្លាំងមែនតើមានអ្នកដែលតាមដានគាត់ហើយវត្តមានរបស់ Note នោះក៏បានលេចឡើងនៅពេលនោះគាត់គឺបាននិយាយថា Nightmare នឹងនាំមកដល់សម្បត្តិអាក្រក់នោះចំពោះពិភពលោកនៅពេលនេះក្រោមពលឺប្រច័ណ្ឌពណ៌ក្រហមនៅក្នុងព្រះវិហារដែលមានបិសាច Nightmare នោះគឺជាបិសាចមន់នៅពេលដែលសាវ៉ាន់នោះគឺបានប្រកាសខ្លួនម្ដងទៀតនៅក្នុងព្រះវិហារនោះកញ្ញាណែមអាចារ្យនោះក៏នៅទីនោះដែរហើយសាវ៉ាន់នោះក៏បំពេញបេសកកម្មចំណែកឯកញ្ញាណែមូនេះវិញនាងនោះក៏ជាអ្នករៀបចំពិធីមង្គលការសម្រាប់នាងនោះវាគឺពិតជាថ្ងៃដ៏ពិសេសខ្លាំងមែនទែនអញ្ចឹងហើយបើសិនបើចង់ធ្វើឲ្យមនុស្សគ្រប់គ្នារីករាយជាមួយនៅថ្ងៃនេះនាងគឺត្រូវតែព្យាយាមឲ្យអស់ពីសមត្ថភាពហើយបេសកកម្មរបស់សាវ៉ាន់នោះគឺជាបេសកកម្ម VIP ព្រោះថាមន្ត្រីក្រសួងការបរទេសនោះគឺពិតជាខ្លាចថាមានជនដែលមិនស្គាល់មុខនោះលុកលុយចូលទៅក្នុងពិធីមង្គលការអញ្ចឹងហើយទើបជួសាវ៉ាន់ឲ្យមកការពារនាងបន្តិចក្រោយមកនោះក៏មានសម្លេងស្រែកសាវ៉ាន់ប្រកាសខ្លាំងណាស់ថាគឺជា Nightmare ទីបំផុតចូលទៅដល់បែរទៅជាអបិណាមិនដឹងទេមកភ្ជុងបិទដាក់គេនៅពេលដែលសាវ៉ាន់មកដល់នោះគឺបាក់ឆ្កេះផឹងតែម្ដងនោះស្មានតែធិតកលគឺជាសត្រូវរបស់ម៉ួយរបស់ខ្លួនតាំងកាពិតនោះវានោះគឺជាមិត្តភ័ក្តិរបស់កូនកំមុំកាពីកុមារភាពសោះមកដើម្បីរំដោះកូនកំមុំក៏ប៉ុន្តែសាវ៉ាន់នោះគឺស៊ីផុយខ្លាំងមែនតើហ្មងតែលោកឪមួយនេះគឺមិនមែនធម្មតាដូចជាការគិតនោះទេប្រកបណាស់ថាបែបហ្នឹងគឺនឹងសបិនជាមិនខានហើយអីបានជាសបិនអាក្រក់ម៉េះភ្ញាក់ឡើងវិញនោះគឺពិតជាឆ្ងល់ជាមួយនឹងខ្លួនឯងខ្លាំងមែនតើភ្ញាក់ឡើងមិនតនោះទេនោះក៏រត់ទៅជួបគូស្នេហ៍របស់គេដែលគឺជា Commando Number 0តែម្ដងរួចហើយក៏បេសកកម្មរបស់អ្នកទៅជាយ៉ាងណាដែរបាននិយាយឲ្យស្មោះត្រង់ទៅសាវ៉ាន់គឺមិនទាន់ជួបនឹង Nightmare នៅឡើយនោះទេក៏ប៉ុន្តែសាវ៉ាន់គឺអាចចាប់គោលដៅនៅអ្នកដែលមានសបិនរឿងមួយនឹងវាគឺមិនសំខាន់នោះទេការដែលសំខាន់ក្របបែកដែលត្រូវបំទុះនៅថ្ងៃមុនប្រហែលជាបារម្ភម្នាក់នោះគឺមានតំណងជាមួយនឹងហេតុការណ៍ទាំងអស់នោះហើយសាវ៉ាន់គឺពិតជាឆ្ងល់សេរ៉ូនោះក៏បានបកស្រាយឲ្យសាវ៉ាន់គឺបានដឹងឲ្យច្បាស់ថាហេតុការណ៍បំទុះនៅលើកមុនវាគឺបានប៉ះពាល់នៅបរិយាកាសធ្វើឲ្យមានអភូតហេតុធំដែលហេតុការណ៍មួយនោះគឺបានសាយភាយទូទាំងពិភពលោកបាត់ទៅហើយគឺវាធ្វើឲ្យដំណើរនៃមនុស្សដែលសបិនអាក្រក់នោះច្រើនជាងមុនវានោះគឺមិនអាចទប់ស្កាត់បាននោះទេទោះបីជាសាវ៉ាន់គាត់នោះគឺដឹងថាខ្លួនឯងខំធ្វើល្អយ៉ាងណាក៏ដោយនោះហេតុអីបានជាចុងក្រោយនោះរឿងនោះវាខ្លាចទៅជាធ្ងន់ធ្ងរជាងមុនអញ្ចឹងកាលដែលសាវ៉ាន់គឺធ្វើរឿងទាំងអស់នេះវាគឺត្រឹមត្រូវណាស់ហើយក្នុងនាមគឺជា agent វាគឺតែងតែមានកំហុសបន្តិចបន្តួចកើតឡើងអញ្ចឹងនឹងឯងនៅពេលនេះសាវ៉ាន់គឺកំពុងតែស្ទាក់ស្ទើរក្នុងចិត្តថាខ្លួនឯងគឺជាមនុស្សដែលមានសមត្ថភាពឬមួយក៏អត់ទេនៅពេលនេះក៏ប៉ុន្តែកុំព្រួយអីគឺនឹងមានរបស់ជំនួយដើម្បីធ្វើឲ្យការងាររបស់សាវ៉ាន់វាងាយស្រួលធ្វើជាងមុនក្នុងនាមគឺជា agent របស់ជំនួយទី1នៅគឺកាមេរ៉ាដើម្បីថតនៅសំឡេងរបស់ទី2ឧបករណ៍ចាប់សញ្ញារបស់ទី3 ID with the visual សម្រាប់ Seven ក្នុងនាមគឺជា agent របស់ទាំងអស់នេះវាគឺជួយជំនួយដល់ការងាររបស់ Seven ខ្លាំងមែនតើហើយវាគឺពិតជាប្លែកដែល Cap 7ទី1របស់ Seven ដែលចាប់បានគឺជា Power Fly Cap 7ទី2គឺជាចំណុចឯកនៃសាច់រឿងគឺជា Stream បូកជាមួយនឹង Inventory ដែលដាក់ Cap 7ទៀតនោះធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការធ្វើបេសកកម្មមានរបស់ទាំងនេះហើយSeven គឺនឹងក្លាយទៅជា agent ពេញសិទ្ធតែម្ដងកន្លែងមកមើលទីស្នាក់ការប៉ូលីសនេះវិញហើយទីស្នាក់ការធំប៉ូលីសនោះគឺបានបន្ទោសដែលគ្មានមូលហេតុហើយក៏មិនអាចតាមដានវាឃើញផងដែរប្រហែលជាទីស្នាក់ការដែលត្រូវបាត់ចោលនោះគឺត្រូវបាក់ឡើងវិញហើយអ្វីដែលកើតឡើងទាំងអស់នេះវានៅតែគឺជាករណីខ្មៅដដែលក៏ប៉ុន្តែលោក Fujimi គឺនៅតែអះអាងដដែលថាវាមកពី Nightmare អញ្ចឹងហើយបានថាបើសិនជាឯងរកមូលហេតុមិនឃើញទេហើយក៏មកជួបអញទៀតអាមួយនឹងលឺចឹងស្បាយអោឆយម៉ាយចំណាយសាវ៉ាន់វិញខំរត់ហាត់ប្រាណតាមបងស្រីវាចង់ងាប់ចង់រស់ហើយ
ដែលវាគឺពិតជាមូលហេតុដ៏ប្លែកខ្លាំងមែនតើដែលអបិសវណ្ណគឺវាហាត់ប្រាណព្រោះថាហាត់ប្រាណដើម្បីសុខភាពវាគឺពិតជាត្រូវក៏ប៉ុន្តែមួយនឹងខ្ជិលចង្អុលហើយមូលហេតុចម្បងគឺអបិសវណ្ណពង្រឹងនៅរាងកាយរបស់ខ្លួនឯងរឹងមាំក្នុងការធ្វើបេសកកម្មប៉ុណ្ណោះគ្រាន់តែលើបែបហ្នឹងបងស្រីរបស់វាគឺពិតឆ្ងល់បេសកកម្មដើររកការងារធ្វើហ្នឹងហើយមិនទាន់ដឹងអីផងណាក៏មើលឈើនៅធ្លាក់ពីលើវាទៀតហើយបងស្រីវាគឺពិតជាទទូចសុំវាមែនតើថាសូមបញ្ឈប់ការជួយអ្នករតីរបស់វាភ្លាមទៅព្រោះវាតែងតែបង្កនៅភាពគ្រោះថ្នាក់ទៅដល់វាជាដាច់ក៏ប៉ុន្តែ sorry អបិសវណ្ណក៏មិននឹកស្មានថាមានមនុស្សដែលល្អដូចជាវាដែរដែលធ្លាក់ចូលទៅក្នុងសបិនធ្វើជាមនុស្សអាក្រក់ក៏ប៉ុន្តែនៅក្រៅល្អឆយម៉ៃល្អអាយ៉ាគោដៅមកមិនចង់ទៅនឹងសិតតសាច់ស្ថិតនៅក្នុងហាងសារាមួយកន្លែងអាមួយនោះគឺពិតជាការទុកសុខចិត្តខ្លាំងមែនតើហើយមិត្តជិតស្និទ្ធរបស់វានិយាយតាទៅកាន់វាថាស្រីបោកវាគឺជារឿងធម្មតាសូរ៉ាគឺអាចដោះស្រាយនៅបញ្ហាអ្វីៗគ្រប់យ៉ាងវាគឺបែបហ្នឹងហើយបើសិនជាយើងក្រយើងនឹងអាចធ្វើអីបានទៅព្រោះថាខាងស្រីក៏មិនណយដែរមួយវិញទៀតរឿងដែលមនុស្សគិតគឺមិនដូចទេវតាគិតនោះទេមិនដឹងថាគូស្នេហ៍របស់ឯងគឺរៀបការដោយសារតែចិត្តស្រឡាញ់ឬមួយក៏តាមការបង្ខំបើសិនជាការបង្ខំតើនៅថ្ងៃខាងមុខមានសុភមង្គលជាមួយនឹងគ្នាបានដល់របៀបណាវាគឺជាការពិតនេះគឺជាស្នេហាដ៏មកក៏ពិតមែនក៏ប៉ុន្តែក្នុងរឿងស្នេហាស្រឡាញ់គឺត្រូវតែលះបង់ឲ្យតែគេគឺមានក្តីសុខយើងគឺសប្បាយចិត្តណាស់ទៅហើយគ្រាន់តែលឺសវណ្ណគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើវាអាចថាអាមួយគឺស្រឡាញ់គេតែម្នាក់ឯងដូចជាអ្នកមើលអញ្ចឹងសេរ៉ូគឺបានសួរបញ្ជាក់ម្ដងហើយម្ដងទៀតថាសវណ្ណច្បាស់ឬនៅបង្ហាញនៅជនដ៏ពាក់ព័ន្ធសវណ្ណគឺពិតជាច្បាស់ខ្លាំងមែនតើថាមួយច្បាស់ណាស់វាគឺចង់ចាប់ពង្រួតកូនកំមុំហើយបើសិនជារឿងនេះខ្លាចជាការពិតមនុស្សគឺនឹងធ្លាក់ចូលទៅក្នុងសបិនអាក្រក់ភ្លាមសបញ្ជាក់ឲ្យឃើញថាការសបិនធ្វើគឺជាអេጀនរបស់សវណ្ណកន្លងមកវាគឺពិតជាបានផលពិតមែនគុណភាពក៏វាមកតាមនឹងផងដែរក៏ប៉ុន្តែសវណ្ណគឺមិនប្រកាសចិត្តថាវាគឺទៅជាអញ្ចឹងទេក្រោយមកនៅពេលដែលសវណ្ណលងលក់ចូលទៅក្នុងដំណេកសវណ្ណក៏នឹងចូលទៅកន្លែងនោះដែរភ្ញាក់ឡើងក៏ឃើញថាស្ថានភាពវាគឺប្លែកបាត់ទៅហើយពិធីគឺនឹងហៀបនឹងចាប់ផ្ដើមនៅពេលឆាប់កូនកំឡោះហើយនិងកូនកំមុំគឺកំពុងតែតបតែងខ្លួនពេលវេលាមួយនេះគឺពិតជាល្អខ្លាំងមែនតើស្ថិតនៅក្នុងបន្ទប់រៀបចំខ្លួនតែទាំងពីរនេះគឺពិតជាសរសើរគ្នាមិនដាច់ពីមាត់ម្នាក់គឺពិតជាស្អាតប្លែកដូចគ្នាជានិច្ចក៏ប៉ុន្តែអ្វីដែលសំខាន់គឺថ្ងៃនេះមីយូគីទៅគឺជានារីដែលលេចធ្លោជាងគេនេះគឺពិតជាសប្បាយចិត្តខ្លាំងមែនតើតែក្នុងនាមសវណ្ណគឺជាអេጀនគាត់គឺនឹងត្រូវការពារនាងជានិច្ចឲ្យតទៅបាននៅពេលដែលមានរឿងអីកើតឡើងកញ្ញាអ្នកមកចាស់គឺជាអ្នកចាត់ចែងជំរាបមនុស្សហើយក៏រត់ចេញកាត់មកខាងក្រៅសវណ្ណគឺមានផែនការបំរុងទុករួចជាស្រេចហើយនៅពេលនោះក៏មានវត្តមានជនទី3ដែលមករំខាននៅអភិវិពានៅពេលនោះផងដែរដំណើររបស់កូនកំមុំហើយនិងកូនកំលោះគឺពិតជា slow motion ដូចជារឿងឌៀនអញ្ចឹងមានការអបអរសាទរពីមនុស្សគ្រប់គ្នាអ្វីគឺពិតទៅយ៉ាលលូនក៏ប៉ុន្តែសញ្ញាអាក្រក់ក៏បានចាប់បានអំពីវត្តមានរបស់ណៃមានវាគឺមានវត្តមានឡើងនៅពេលនេះណៃមានក៏ប្រកាសខ្លួនឡើងនៅទីនោះធ្វើឲ្យមនុស្សពិតជាមានការភ័យស្លន់ស្លោខ្លាំងមែនតើអ្វីគឺត្រូវបានរៀបចំជាស្រេចក្រោមស្នាដៃរបស់កញ្ញាណែមកណៃមានមកទីនេះគឺបដិញ្ញានៅក្នុងចិត្តថានឹងរបស់កូនក្រមុំហើយគ្មានអ្នកណាអាចរារាំងវាបានទេក៏ប៉ុន្តែ Protect the VIP brand Mission Start ការប្រយុទ្ធក៏ត្រូវបានចាប់ផ្ដើមហើយសវណ្ណហើយនឹងអបិសញ្ញណៃមានគឺវាយគ្នាលក្ខណៈ smooth ខ្លាំងមែនតើស៊ីមួយជើងគឺពិតជាឈ្ងុយក៏ប៉ុន្តែសមត្ថភាពបដូរការពិតគឺនៅតែមានកម្លាំងក៏កាន់តែខ្លាំងទៀតការប្រយុទ្ធរវាងកងទ័ពជើងគោកហើយនិងទ័ពជើងអាកាសវាគឺពិតជាមានស្ថានភាពខុសគ្នាឆ្ងាយនៅពិភពខាងក្រៅឃើញថាមានស្លាបមន់ជាច្រើនក្នុងករណី Black Cat វាគឺអាចសបញ្ជាក់ឲ្យឃើញថាណៃមានគឺនឹងប្រកាសខ្លួនដែលយើងគឺមិនអាចធ្វើអ្វីបាននោះទេគឺមានតែបាគូយករស៊ូប៉ុណ្ណោះដែលគឺជាអ្នកសម្រាប់រឿងគ្រប់យ៉ាងក្នុងការប្រយុទ្ធស៊ីសាច់ហត់ឈាមគ្រឿងគៀមចង់មកសវណ្ណគឺមានការចាញ់ប្រៀបជាមួយនឹងណៃមានជាខ្លាំងហើយសវណ្ណក្រក់គឺនឹងខ្លាចជាការពិតអ្វីក៏ត្រឡប់ទៅលន់ទៅហើយកលែកមកមើលមនុស្សទីនោះឲ្យនៅវិញគ្មានអាណាដែលមានការប្រែប្រួលសំបីតែម្នាក់
មានតែកូនកំមុំប៉ុណ្ណោះវាគឺដូចជាចម្លែកពេកហើយទ្វារចិត្តក៏របើក Seven ក៏បដោតទម្រង់ទៅជាវិញនោះខ្លាចទៅជាទម្រង់ដ៏ហោះហើរនោះហោះទៅជួយកូនកំមុំផងព្រមទាំងដាក់កូនកំមុំនោះឲ្យនៅមួយកន្លែងផងមុននឹងទៅប្រយុទ្ធជាមួយនឹងណៃមៀនៅពេលនេះស្ថានភាពនោះគឺពិតជាយ៉ាប់យ៉ឺនខ្លាំងមែនតើដែលប៉សេវិនគឺសម្រាប់ចិត្តមិនត្រូវនៅទេអារម្មណ៍នោះគឺមិនមូលវាយជាមួយបិសាចនោះក៏មិនល្អខ្ចោះទៀតផងហើយស្ថានភាពនោះក៏កាន់តែច្បុកច្បល់ទៅសុបិនមួយនេះគឺវាគួរឲ្យខ្លាចជាងអ្វីទៅទៀតអ្វីដែលប្រែប្រួលនោះគឺមានតែកូនកំមុំនឹងហើយវាគឺជាការពិតគ្រប់យ៉ាងនោះវាគឺគិតខុសទាំងអស់កូនកំមុំគឺជាអ្នកសុបិនទៅវិញនោះទេថ្ងៃនេះគឺជាថ្ងៃជោគថ្ងៃជ័យថ្ងៃសិរីសួស្តីក៏ប៉ុន្តែហេតុអីបានជាកូនកំមុំនោះចង់រៀបការគឺមិនខ្ញុំនោះទេងុំនោះបែរជាចង់នោះមានជនទី3នោះមករំដោះខ្លួនចេញពីកន្លែងមង្គលទៅវិញតើវាមានរឿងអ្វីប្រកប